bạn សួស្តីអ្នកនរគ្នាស្វាគមន៍មកកាន់ Channel Learn and KH នៅក្នុងវីដេអូនេះខ្ញុំនឹងមកបង្រៀនពីរបៀបនៃការមើល page ថាតើ page របស់យើងអាចរលួយបានហើយឬនៅអឺនៅត្រង់ចំណុចនេះខ្ញុំនឹងលើកមកបញ្យល់មួយចំណុចទៅមួយចំណុចបាទព្រោះឃើញបងប្អូនប្តីថ្មីគាត់ឆាតមកពួកខ្ញុំច្រើនណាស់អញ្ចឹងខ្ញុំក៏ស្មោះចិត្តថាធ្វើជាវីដេអូហើយចែករំលែកទៅបងប្អូនបន្តិច អូខេចឹងខ្ញុំសូមលើក page របស់ខ្ញុំដែលទើបតែបង្កើតលើកមកឧទាហរណ៍ហើយ page នេះទើបតែបង្កើត2ថ្ងៃទេបាទប៉ុន្តែមានសញ្ញាដុល្លារចាំមើលតិច refresh មកបាទមានសញ្ញាដុល្លារអញ្ចឹង page រកលេខបានមិនមែនទេបងប្អូនចំពោះ account Facebook ក៏ដោយ page ក៏ដោយឲ្យតែចេញសញ្ញាដុល្លារបែបនេះគឺមិនមែនរកលុយបាននោះទេណាព្រោះត្រាតែបងប្អូនមានមុខងារបាទ CM તોបងប្អូនអាចរកលុយបាន អូខេអញ្ចឹងអ្នកខ្លះឃើញគាត់ផុសរិចកន្លែងនេះ Facebook គាត់រិចអីគាត់សូរថាអូស្រាប់បានលុយចាយពី Facebook អញ្ចឹងតែគាត់មិនដឹងថាអឺ Facebook តម្រូវការយើងបើក monetization ឬមួយក៏ស្ដាប់ស្ដាប់ CM នឹងឯងអូខេបងប្អូនអញ្ចឹងដើម្បីដឹងថា Facebook ឬក៏ page របស់យើងអាចរកចំណូលបានបងប្អូនទៅចុចចូលនឹងកន្លែងពាក្យថា personal dashboard បាទចុចចូល personal dashboard មកហើយយើងមកមើល monetization បាទហើយយើងចុចពាក្យថា content monetize បាទអូខេអញ្ចឹងនៅកន្លែងនេះបានន័យថា Facebook អត់ invite ឲ្យយើង set up ទេណាអត់ invite ឲ្យយើងទេអញ្ចឹងខ្ញុំនឹងទៅបង្ហាញ page មួយទៀតខ្ញុំនឹងទៅបង្ហាញ page មួយទៀតដែល Facebook មានមុខងារ invite បាទមាន6ចំណុចណាអូខេឥឡូវខ្ញុំសូមចូលទៅក្នុង Google Chrome ខ្ញុំសូមលើកយក page នេះមកឧទាហរណ៍របស់ខ្ញុំអត់ទេបាទអញ្ចឹងយើងចូលទូរស័ព្ទចូលអីគឺអត់អស់គ្នាប៉ុន្មានទេណាក្នុងទូរស័ព្ទយើងក៏ចេញដូចតែអញ្ចឹងដែរបងប្អូននៅពេលដែលយើងចូលមក monetization ណានៅពេលដែលយើងមកចូល monetization នេះនេះនៅកន្លែងនេះ make money នេះនៅកន្លែង content monetize សំទោសច្រឡំ monetize ដូច channel នៅកន្លែង content monetize បើចុចមកមានបែបនេះ6ចំណុចទើបយើងអាចមានសិទ្ធិនៅក្នុងការរកលុយបានប៉ុន្តែក្នុងមួយចំណុចបងប្អូនត្រូវតែបំពេញឲ្យគ្រប់គោលការណ៍របស់គេបាទដូច page នេះអីមានអាយុកាលវាត្រូវតម្រូវឲ្យយើង admin ដែលកាន់នោះមានអាយុ18ឆ្នាំឡើងទើបវា take ឲ្យហើយនៅកន្លែងនេះ eligible country គឺ country ដែល support ជាមួយនឹង Facebook បានន័យថា Facebook បើកការរកលុយនៅក្នុងប្រទេសនោះណា admin ហ្នឹងណាកាលពីមុនខ្មែរយើងអត់មានទេប៉ុន្តែបច្ចុប្បន្នគឺខ្មែរយើងមានហើយណាមានមុខងារនេះទៀតបាទថេចទៀតមកហើយនៅកន្លែងនេះរយៈពេល30ថ្ងៃបានន័យថា page របស់យើងត្រូវតែបង្កើតអាយុកាលឲ្យ30ថ្ងៃឡើងលើបងប្អូនបង្កើត1ឆ្នាំ2ឆ្នាំ3ឆ្នាំអីក៏ដោយណាគឺវាថេឲ្យទាំងអស់កុំតែក្រោម30ថ្ងៃអូខេមួយទៀតអឺអស់រៀលណាអស់រៀលឲ្យបាន3វីដេអូរយៈពេល90ថ្ងៃបានន័យថាមិនមែន90ថ្ងៃបងប្អូនផុសវីដេអូបាន3ទេ page នេះຕົកចោលរាប់ឆ្នាំបងប្អូនបើចេញមុខងារហ្នឹងមកឲ្យបងប្អូនផុសទៅគឺវា take ឲ្យហើយណាបាទប៉ុន្តែខ្ញុំទៅតែផុសហើយវាទៅតាមដែលចុះទេចំណុចមួយទៀតបងប្អូនត្រូវតែមាន 10k follower ឬមួយក៏10000 follower ណាមិនមែនឲ្យគ្រប់ទៅតិចឲ្យហើយមួយទៀតចំនួននិទស្សនានៅលើវីដេអូរបស់យើងទាំងអស់ត្រូវតែបាន150,000ណាឬក៏ 150k ទើបបងប្អូនមានសិទ្ធិ approve មានសិទ្ធិ set up រកលុយបើសិនជា page របស់យើងចេញបែបនេះគឺ100%គឺមិនទាន់ invite មុខងារហ្នឹងឲ្យយើងទេ You're telling me the បាទ platform that ហ្នឹងណាខ្លះឃើញតែសញ្ញាដុល្លារគាត់ថា Facebook គាត់រកលុយបានFacebook គាត់រកលុយបានហើយតើណាបាន Facebook លុយឲ្យអីចឹងទៅគឺអត់ទេបងប្អូនលុះតាមតែបងប្អូនមាន6ចំណុចនេះទើប Facebook អនុញ្ញាតឲ្យបងប្អូន set up បើក monetize រកលុយតែម្ដងអូខេហើយpage នេះមាន view គួរសមដែរហើយ follower
ហើយបញ្ជាក់ណាខ្ញុំចាក់ follower ចាក់ view បងប្អូនចង់បាន follower ចង់បាន view អាចទាក់ទងមកខ្ញុំបានចាក់កន្លែង ធូរទេបាទពេលខ្ញុំចាក់ប្រគ្រប់នេះប្រគ្រប់នេះបាន 49k នេះបាន 50k ជាងនេះបាន 15k អត់ទាន់ឡើងទេហ្នឹងខ្ញុំចាក់ឲ្យគ្រប់ទៅគឺយើងបានមុខងារហ្នឹងហើយយើង set up រកលុយតែម្ដងណាបងប្អូនទៅជាក់ឡើយហ្នឹងច្បាស់ណាចឹងបើខ្ញុំនៅខ្វះ2ចំណុចទី1គឺទៅលើវីដេអូទី2គឺវាអត់ទាន់ update បាទ3វីដេអូនេះគឺទៅ update បានន័យថាយើងផុសហើយប៉ុន្តែ Facebook វាអត់ទាន់ update មកណាបាទឃើញអស់ផុសមានចំនួន5វីដេអូបាទអញ្ចឹងហ្នឹងហើយគឺជាអឺកន្លែងដែលបងប្អូនត្រូវមើលត្រូវដឹងអំពី Facebook Page យើងមិនមែនឃើញសញ្ញាដុល្លារ Facebook Page ខ្ញុំរកលុយបានហើយអីហើយគឺអត់ទេណាបងប្អូនត្រូវតែមើលលេខឲ្យបានច្បាស់កុំឲ្យផុសទៅខាតពេលវេលាអញ្ចឹងណាអូខេបងប្អូនអញ្ចឹងវីដេអូរបស់ខ្ញុំមានតែប៉ុណ្្នឹងទេអរគុណសម្រាប់ការទស្សនានៅវីដេអូមួយនេះហើយបើសិនជាមានចំណេះដឹងអីថ្មីទាក់ទងទៅនឹង Facebook Page បងប្អូនអាចចុះខ្ញុំអាចអាប់ដេតឲ្យហើយក៏បងប្អូនមានមតិយោបល់អីដែលចង់សួរខ្ញុំឬក៏ចង់ប្រឹក្សាយោបល់ពីខ្ញុំបងប្អូនអាចឆាតចូលនៅក្នុង Page របស់ខ្ញុំបានខ្ញុំ free សេវាកម្មសម្រាប់ការឆ្លើយតបអីផ្សេងៗជាមួយក៏ពន្យល់បងប្អូនបន្ថែមអីចឹងណាអូខេបងប្អូនអញ្ចឹងអរគុណច្រើនជួបគ្នានៅវីដេអូក្រោយ